ហួសចិត្តខ្លាំងណាស់រៀបការ18ឆ្នាំចាញ់ល្បិចប្តីឲ្យទៅមើលកូននៅក្រៅប្រទេសលួចរៀបការជាមួយស្រីក្មេងអាយុ19ឆ្នាំស្ងាត់អស់លោកនាងនិងប្រិមិត្តជាទីមេត្រីផ្ទុះថ្មីទៀតហើយរឿងរ៉ាវដ៏កក្រើកមួយហួសចិត្តខ្លាំងតែម្ដងរៀបការជាមួយនឹងភរិយាដល់ទៅជិត20ឆ្នាំហើយបរិះជាប្តីបែរជាមានស្រីរ៉ាប់ភ្លេចស៊ីមិនរើសមុខសូម្បីតែបុគ្គលិកខ្លួនឯងចុងក្រោយធ្វើជាដេញប្រពន្ធដើមឲ្យទៅមើលកូននៅក្រៅប្រទេសលួចរៀបការស្ងាត់ជាមួយនឹងស្រីក្មេងអាយុ19ឆ្នាំយោងទៅតាមគណនី Facebook របស់នារីដែលជាប្រពន្ធដើមបានរៀបរាប់ឲ្យដឹងថាថ្ងៃនេះនាងខ្ញុំលីពេជ្ជតាសូមប្រកាសថាខ្ញុំនិងលោកអាយដាមវិជ្ជបណ្ឌិតអឹងសិរីវឌ្ឍនាបានលែងលះជាស្ថាពរហើយលោកអឹងសិរីវឌ្ឍនាលែងមានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំទៀតហើយចំណងអាពាហ៍ពិពាហ៍រយៈពេល18ឆ្នាំដែលពោពេញដោយការកុហកបោកប្រាស់ផិតក្បត់ទៅតាមកម្មមួយនេះនឹងត្រូវបានបញ្ចប់ជីវិតរបស់ខ្ញុំនឹងមានពន្លឺសេរីអាណិតប្តីណាស់ខំលួចលាក់មានស្រីប្តីលំបាកហើយក៏អាណិតស្រីបងដែរដែលខំប្រឹងធ្វើមុខក្រាស់នាងខំកាត់កេរកាត់ខ្មាស់បងដឹងអត់នាងខំតស៊ូយ៉ាងណាបើប្តីមួយសោះនាងគ្មានលទ្ធភាពរផងទៅនាងខំមកក្រសោបអោបបងព្រោះវាត្រូវនឹងមនុស្សមិនថ្លៃថ្នូរដូចគ្នានោះអីមើលឃើញប្រពន្ធខ្លួនមិនស្អាតគិតថាប្រពន្ធមិនបានមួយជំរាកស្រីបងទៅបងអស់ចិត្តស្រឡាញ់ពីប្រពន្ធព្រោះតែចង់ក្បែរស្រីសាហាយផ្ដាំតែស្រីប្តីខ្ញុំផងជួយថែប្តីខ្ញុំផងខ្ញុំបកកម្មពីឲ្យនាងទទួលយកចោះព្រោះមនុស្សមានជាតិអន់ដូចគ្នាយកគ្នាត្រូវហើយជូនពរស្រឡាញ់គ្នាស្មោះនាងចង់បានប្តីខ្ញុំលះបង់ឲ្យចោះធ្វើបុណ្យឲ្យប្តីចិត្តមិនស្មោះស្រីដែលឃ្លានប្តីគេមើលទៅនាងចង់បានខ្លាំងម្លឹងនាងអោបយកចោះហើយកុំបារម្ភអីថាប្រពន្ធដើមចិត្តមិនបានខ្ញុំមិនរករឿងទេទុកឲ្យនរកជាអ្នកចាត់ចែងចោះបន្ទាប់ពីអ្នកស្រីពេជ្ជតាបង្ហោះរឿងរ៉ាវគ្រួសារបែកបាក់ដ៏សែនឈឺចាប់មួយនេះហើយដែលត្រូវស្វាមីលួចផិតក្បត់ទៅរៀបការជាមួយនឹងស្រីក្មេងក៏ឃើញថាអ្នកលេងបណ្ដាញសង្គមជាច្រើនបានផ្ទុះនៃការវេកញែករិះគន់ឥតសំចៃមាត់ទៅលើបុរសដែលជាអតីតប្តីតែម្ដងបន្ទាប់ពីមានការផុសแชร์ប្រងព្រាតពេញបណ្ដាញសង្គមនៅពេលនេះផងដែរអ្នកស្រីពេជ្ជតាក៏បានបង្ហោះសារដ៏ខ្លីមួយទៀតថាអរគុណបងប្អូនទាំងអស់គ្នាដែលបារម្ភនិងលើកទឹកចិត្តខ្ញុំតែខ្ញុំសូមបងប្អូនឈប់แชร์ទៀតទៅប្រយ័ត្នអតីតប្តីខ្ញុំប្តឹងខ្ញុំមិនចង់ឲ្យបងប្អូនមានរឿងដោយសារខ្ញុំទេខ្ញុំសូមទទួលកម្មម្នាក់ឯងបានហើយរូបភាពមួយសន្លឹកភ្ជាប់ជាមួយនឹងសំណេរនេះផងដែរគឺបានដាក់ថា354 share ខ្ញុំឲ្យមេធាវីទាំងអស់គ្នាមើលហើយនេះសុទ្ធតែអ្នកផុសថ្មីទាំងអស់តាមរយៈរូបភាពនេះគឺមានន័យថាអតីតប្តីរបស់លោកស្រីនឹងធ្វើការប្តឹងបើសិនជាលោកស្រីនៅតែបន្តផុសshareជាមួយនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់គាត់ទៀត